នៅក្នុងព្រះគម្ពីរម៉ាថាយចំពោះ24ខ4ដល់ខ5ព្រះយេស៊ូវបានមានបន្ទូលថាចូលប្រយ័ត្នក្រែងអ្នកណានាំឲ្យអ្នករាល់គ្នាវង្វេងត្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកនិយាយថាខ្ញុំនេះជាព្រះគ្រីស្ទហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផងបច្ចុប្បន្ននេះក្នុងប្រទេសជាច្រើនមានមនុស្សមួយក្រុមបានប្រកាសផ្សាយថាព្រះយេស៊ូវគ្រីស្ទបានយាងត្រឡប់មកផែនដីជាលើកទី2វិញហើយអ្នកទាំងនោះបាននាំឲ្យមនុស្សជាច្រើនវង្វេងចេញពីសេចក្តីពិតនៃព្រះបន្ទូលព្រះដែលបានចែងទុកនៅក្នុងព្រះគម្ពីរបេបការប្រកាសផ្សាយយ៉ាងដូចនេះគឺជាការប្រកាសផ្សាយអំពីព្រះគ្រីស្ទខ្លាំងក្លាដោយដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានមានបន្ទូលប្រាប់ទុកជាមុនដើម្បីឲ្យមានការប្រុងប្រយ័ត្នអំពីជំនឿលើព្រះគ្រីស្ទខ្លាំងក្លាក្នុងចំណោមព្រះគ្រីស្ទខ្លាំងក្លានោះមានជនជាតិកូរ៉េម្នាក់ឈ្មោះអានសាំងហុងត្រូវបានគេប្រកាសជាព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីជាលើកទី2វិញហើយដូច្នេះសូមឲ្យគ្រីស្ទបរិស័ទដែលមានជំនឿពិតលើព្រះគម្ពីរបេបកុំឲ្យចេញបញ្ឆោតហើយវង្វេងទៅតាមសេចក្តីបង្រៀនខ្លាំងក្លារបស់ពួកអ្នកដែលប្រកាសថាអានសាំងហុងគឺជាព្រះដែលបង្កើតផ្ទៃមេឃនិងផែនដីនោះឡើយព្រោះអានសាំងហុងគាត់កើតមកជាមនុស្សមានបាបដូចជាអ្នកឯទៀតដែរគាត់មិនមែនជាព្រះជួយសង្គ្រោះមនុស្សឲ្យរួចពីបាបនោះឡើយព្រះយេស៊ូវគ្រីស្ទពិតប្រាកដទ្រង់បានមានបន្ទូលថាទ្រង់នឹងយាងមកផែនដីជាលើកទី2នោះទ្រង់មិនទាន់យាងមកនៅឡើយទេព័ត៌មានបន្ថែមសូមទំនាក់ទំនងជាមួយនឹងព្រះវិហារជីវិតថ្មីអគារលេខ4ផ្លូវលេខ95សង្កាត់បឹងគីងកងទី2ខណ្ឌចំការមនរាជធានីភ្នំពេញសូមអរគុណ